យើងមកតាមដានតរ៉េនវគ្គទៅជាឆេះវគ្គនេះដែរយើងបានបាញ់រូបមន្តខាងក្នុងសម្រាប់ទប់ជ្រុះឬក៏បំពន់ក្តាប់របស់យើងបានប្រើ Bed-in Plus ចំនួន2លីត្រទឹក1000លីត្របូកជាមួយកាល់ស្យូមរ៉ន់ដែលមានកាល់ស្យូម31%បូរ៉ន់4%យើងប្រើ1លីត្រហើយជាមួយកាបូរ៉ាណុកស៊ីនជួយទប់ការរុះនិងបំពន់ក្តាប់របស់យើង1លីត្រដែរហើយសម្រាប់នេះយើងបាញ់បាន2ជើងបងប្អូនយើងបាញ់2ជើងមានថាជើងទី1យើងបាញ់វ័យណាជើងទី1គឺយើងបាញ់វ័យពេលផ្កាកំពុងតែរីកបែបម៉េចបងគឺរីកចន្លោះក្នុងម៉ាយឆ្កាយើងហ្នឹងវាមានចន្លោះវ័យ70ទៅ80%យើងដាក់មួយជើងមកសាមកទៀតវគ្គកតុយជិះមួយជើងទៀតដើម្បីឲ្យវាកាន់បានស្អាតបងប្អូនហើយយើងបាញ់បែបជាផ្សែងឲ្យសពហើយយើងចាប់ផ្ដើមបន្ថយទឹកនេះព្រោះវគ្គហ្នឹងគឺសំខាន់ណាស់បងប្អូនណាហើយអាចវាយជើងទី3ទៀតរយៈពេល5ថ្ងៃក៏មួយអាទិត្យបន្ទាប់ហើយសម្រាប់អារីកមុនខាងលើបងប្អូននេះគឺក្តាប់វាធំហើយនេះថាក្តាប់ធំអស់ហើយខាងលើហ្នឹងស្អាតបងប្អូនអញ្ចឹងរូបមន្តនេះគឺយើងប្រើ Bed-in ដល់តែ2លីត្រទឹក1000លីត្របានទប់ជាប់ស្អាតបងប្អូនឃើញបងប្អូននេះចាប់ដើមហើយយើងអាចរូនមកអែមហ្មងហើយនេះវគ្គនេះអត់សូវបញ្ហាទេតែជ្រុះច្រើនគឺជ្រុះវគ្គនេះបងប្អូននេះវគ្គទៅជាឆេះនេះតែយើងបានបាញ់ទៅមានន័យថាជាប់បានច្រើនបន្ថយរុះក៏ច្រើនដែរបងប្អូនស្អាតអត់អីទេយើងឃើញមើលនេះយ៉ាងបងប្អូនអាចតេស្តបានរូបមន្តមួយនេះបងប្អូនអាចតេស្តតិចតួចសិនទៅឬក៏អាចប្រើជាលក្ខណៈធំបានដែរព្រោះថារូបមន្តនេះយើងតេស្តហើយឃើញថាលទ្ធផលគឺដូចបែបហ្នឹងឥឡូវយើងទៅមើលទៀតអានេះមានទាំងដើមផ្សេងទៀតហើយនឹងមូសសង្ឃីងឥឡូវយើងមើលនេះរី6គឺស្រួលជាងគេបងប្អូនអត់សូវជ្រុះទេពូជនេះប្រើល្មមក៏មិនសូវជ្រុះដែរតែអ្វីដែលពិបាកគ្រប់គ្រងគឺមូសសង្ឃីងហើយទៅមើលមូសសង្ឃីងទៀតនេះផ្កាវគ្គក្រោយគឺជ្រុះហើយផ្កាវគ្គមុនគឺនៅបែបហ្នឹងបងប្អូនឃើញនេះកម្លាំងផ្កាយើងទៅជិះយើងអត់អីទេអត់បញ្ហាទេអញ្ចឹងរូបមន្តមួយនេះគឺចំណាយថវិកាតិចតួចបងប្អូននិយាយទៅមួយឈុត100000តិចតួចតែមានទំនុកចិត្តអែមបងប្អូនសាកមកបងប្អូនអាចធ្វើការថ្នាំវគ្គនេះអាចតាក់ទងមកខ្ញុំបានទាំងប្រឹក្សាទាំងថ្នាំអរគុណបងប្អូនអរគុណច្រើនជម្រាបលា